របៀបធ្វើនំស្រួយដែលមានឈ្មោះថា hard roll គ្រឿងផ្សំមានដូចជាម្សៅនំប៉័ង500ក្រាមអំបិល5ក្រាមមេនំប៉័ងដែលហៅថា yeast មានចំនួន12ក្រាមមេជំនួយមានចំនួន10ក្រាមទឹក300មីលីលីត្រប៊ឺចំនួន10ក្រាមនិងពងមាន់បន្តិចរបៀបធ្វើយើងចាក់គ្រឿងផ្សំចូលទាំងអស់នៅក្នុងឆ្នាំងហ្នឹងហើយបន្តមកទៀតខ្ញុំចង់ផ្ដោតសំខាន់ទៅលើមេនំប៉័ងដែលហៅថា yeast ហើយនិងអំបិលគឺយើងចាក់ឲ្យឆ្ងាញ់ពីគ្នាដើម្បីកុំឲ្យប្រតិកម្មហើយបន្តមកយើងធ្វើការចាក់នៅប៊ឺបន្ទាប់ពីយើងធ្វើការចាក់នៅប៊ឺហើយយើងធ្វើការចាក់នៅទឹកចូលចំនួន300មីលីលីត្រហ្នឹងហើយបន្តមកយើងច្របាច់នៅដៃដើម្បីឲ្យវាបានសង់បន្ទាប់ពីយើងច្របាច់ឲ្យឆ្ងាញ់មកហើយគឺយើងយកវាមកក្រាដើម្បីវាយម្សៅនំប៉័ងឲ្យស្វិតល្អបន្ថែមទៀតក្នុងនោះដែរខ្ញុំក៏ដូចជាមិត្តរួមក្រុមរបស់ខ្ញុំបានចែកគ្នាវាយទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបជាក់ស្ដែងអញ្ចឹងគឺថាយើងមានការប្រើកម្លាំងដៃដើម្បីលីងញីនៅម្សៅនឹងឲ្យបានម៉ត់ល្អស្វិតល្អអញ្ចឹងបានយើងអាចធ្វើនំប៉័ងទៅឡើងស្រួយធ្វើការញីម្សៅនឹងរហូតដល់ម្សៅស្វិតល្អហើយបន្តមកដល់យើងធ្វើការលើញ៉ាំម្សៅនឹងហើយយើងធ្វើការក្របវាដើម្បីឲ្យឡើងទ្វេដងយើងក្របទុករយៈពេលប្រហែលជា10ទៅ15នាទីហើយម្សៅឡើងហើយបន្ទាប់មកយើងធ្វើការថ្លឹងនៅម្សៅនោះចំនួន35ក្រាមហើយយើងបន្ទាប់ពីថ្លឹងហើយយើងធ្វើការលុញនៅម្សៅនឹងរហូតដល់មូលអញ្ចឹងតែតោះជាមួយនឹងការធ្វើនំហារ៉ូនឹងដែរគឺយើងមានពីដំណាក់កាលទី1ដាក់ម្សៅដែលយើងលុញនឹងឲ្យឡើងទ្វេដងបន្ទាប់មកយើងធ្វើការវេះនៅម្សៅនឹងដើម្បីធ្វើម៉ូតហើយយើងយកម្សៅទាំងនោះទៅដាក់នៅក្នុងម៉ាស៊ីនស្ពងកម្ដៅ210នៅលើ200ហើយរបៀបដាក់គឺយើងដាក់ថ្នមហើយបន្តមកទៀតគឺយើងចុចនៅកង្ហាក់ដើម្បីទៅឡើងហើយកំណត់រយៈពេលពី15នាទីទៅ20នាទីហើយបើសិនជាក្នុងម៉ាស៊ីននឹងអត់មានគេហៅថាស្ពងគឺយើងធ្វើការចាក់នៅទឹកចូលនៅក្នុងម៉ាស៊ីននឹងតិចដើម្បីឲ្យវាមានចំហាយនំនឹងហើយជាចុងក្រោយយើងបានជានំឈ្ងុយឆ្ងាញ់បែបនេះអរគុណ